គ្រប់ជាសួរបងប្អូនបងប្អូនទាំងអស់គ្នាតោះចេញដើរលេងតាមវាស្រែទៅចេះដោយសារតែល្ងាចអីហ្នឹងហើយមិនបានអីក៏ដោយក៏បានចិត្តត្រឹមក្រវ៉ាល់មើលគូនកំមុំអ្នកភូមិអីអញ្ចឹងណាតោះទៅជាមួយខ្ញុំបាទទាំងអស់គ្នា Let's go រ៉ូស៊ីលមិនតន់រុះរាន់រៀបខ្លួនរៀបប្រានចាប់ដើមទាញម៉ូតូចេញប្រុយទៅរយកណ្ដាលវាស្រែចង់ដឹងថាខ្ញុំទៅណាហើយហ្នឹងកុំភ្លេចតាមដានវីដេអូរហូតដល់ចប់ផងណាមុននឹងចេញវីដេអូហ្នឹងចាប់ដើមបង្ហោះឡើងទួលមួយទុកជាសញ្ញាបូកតាមពិតតែកន្លែងទួលមិនហ្នឹងប៊ីហោះបាសយើងគង់ដែរនៅពេលដែលខ្ញុំយកដៃកាន់ទូរស័ព្ទបានជិះមកដល់ទួលអាណាទៅចាប់ប្រាំងទាត់ចង់និយាយថាស្លន់ដែរតែមិនដឹងធ្វើយ៉ាងម៉េចបដ ாய் ទៅមកខ្ជិលតែហ្មងទៅភ័យដែរទាំងអស់គ្នាអើយព្រោះថាខ្ញុំទឹមដួលម៉ូតូក៏ឆែបជង្គង់ហើយអញ្ចឹងថ្មីថ្មោងអញ្ចឹងសូវហ៊ានដែរហ្នឹងរឿងភើបដែរតែអីទេគួងខ្ញុំតាន់ដែរហ្នឹងហើយទាំងអស់គ្នាបដួលមួយសាទៀតអត់ប្រកាន់ណាហើយនិយាយលេងទៅពុកម៉ែបងប្អូនទាំងអស់គ្នាអើយជីប្រាថ្នាសុំតែមកសុកនឹងឯងឆាប់បានទៅដល់វាស្រែចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តលេងអំពីទិដ្ឋភាពនៅតាមវាស្រែដែលគេនិយមដើរមកហាត់ប្រាណតាមនេះអូមកដល់វាស្រែគឺថាស្រឡះល្អមែនទេអ្នកទាំងអស់គ្នាអើយខែនេះស្រូវខៀវខ្ចីតែម្ដងហ្នឹងនេះទឹកតាមបន្លាយហ្នឹងក៏ដាច់ដែរដោយសារតែគេទិញទឹកទិញអីយកមកដាក់ច្រើនដែរនោះខាងនោះឃើញតូមថានោះហ្នឹងទៅផ្ទះគេនៅនោះហ្នឹងយើងអ្នកនៅនេះរឿងឆ្ងាយពីភូមិក្រាន់ដែរនោះភូមិនៅនោះវិញអញ្ចឹងហើយយើងមិននៅតាមវាស្រែលេងតាមនេះស្អាតមែនទេអ្នកទាំងអស់គ្នាអើយវីយូស្រូវអើយស្រូវស្រែដុះអីអញ្ចឹងណាអត់ចេញមកប្លុកស្រុកស្រែលេងទៀតអើយអូខប់ស្រីពពួកមជូនហ្នឹងអីប្រយនៅក្រោយខ្ញុំហ្នឹងថ្ងៃហ្នឹងមកលេងនៅកណ្ដាលវាស្រែនេះតែឯងទៀតហើយមេឃវិញឆ្លាស់ល្អហើយក៏ក្តៅក៏ល្អដែរនិយាយពីថាទេសភាពវិញឲ្យ10លើ10បដ ாய் អ្នកទាំងអស់គ្នាអើយថ្ងៃហ្នឹងខ្ញុំមកមេឃអត់ទាន់លិចទេនេះថ្ងៃនៅលើមេឃនៅឡើយថ្ងៃមិនទាន់បានចុះដីចូលដេកជាថ្ងៃនិយាយពីថាធម្មជាតិនឹងខៀវស្រស់បំប្រងបដ ாய் ថ្ងៃនេះសំណាងល្អមែនទែនបានដើមលហុងនៅចិត្តខ្ញុំនេះមួយកំអីហ្នឹងគឺអំបិលហើយក្តៅមែនទែនដែរតែមិនសូវក្តៅខ្លាំងអីណាស់ណាទេអ្នកទាំងអស់គ្នាក៏ដោយសារតែវារសៀលហើយល្ងាចដែរហើយនោះអូខប់សេរីមែនទែនហ្នឹងហើយមើលតាមវាលតាមកាយនេះខ្ញុំបានចេញមកអង្គុយលេងកណ្ដាលវាស្រែទៀតហើយតោះនិយាយគ្នាលេងហ៎អបសុកពេកនៅផ្ទះមិនដឹងទៅធ្វើស្អីទេមានតែចេញមកលេងតាមវាស្រែហ្នឹងហើយកុំឲ្យវា stress ពេកមកជាមួយអាណប់ខ្ញុំហើយថ្ងៃទៅរៀងលិចព្រលឹមទេខ្ញុំមកមើលបូមទឹកដាក់ស្រែហ្នឹងដល់អញ្ចឹងទៅក៏ឈៀងអង្គុយលេងតិចទៅឲ្យវាអស់ចិត្តអស់អារម្មណ៍អីអញ្ចឹងណានោះមេឃស្រឡះល្អមែនទេអ្នកទាំងអស់គ្នាថ្ងៃហ្នឹងឃើញពពួកដុំតិចតូចហ្នឹងអត់ទៅបើវាអត់មានភ្លៀងទេឆ្នាំនេះល្អអើយវាល្អទេសភាពតែអ្នកស្រែហ្នឹងចាប់ផ្ដើមជន់កង្វន់កកអីថ្លៃបូមទឹក1ម៉ោង20000ញាក់សាច់ដោះស្រាយបញ្ហាមិនដឹងយ៉ាងណាយ៉ាងណីទេហ្នឹងហើយសូមជម្រាបពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយសូមកុំភ្លេចជួយចុច like ហើយនិង subscribe នៅ channel ខ្ញុំម្នាក់មួយផងណាអរគុណទុកជាមុនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានពេញចិត្តនៅវីដេអូរបស់ខ្ញុំហ្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយលើកស្ទួយនៅវិស័យកសិកម្មយើងតាមវាស្រែដើរហាត់ប្រាណពុកម៉ែបងប្អូនណានៅស្រុកបវលអីអញ្ចឹងហ្នឹងហើយមកអើយអីមែនទេពេលល្ងាចឡើងអញ្ចឹងមិនមែនអត់មនុស្សទេមានមនុស្សច្រើនមែនទេហើយគេដើរហាត់ប្រាណតាំងពីម៉ោង5ម៉ោង6រហូតដល់ម៉ោង7ហ្នឹងហើយចំពោះខែនេះដែរគឺថាថ្ងៃហ្នឹងលិចរៀងយូរតិចហីសង្ស័យតែសែតមិនដឹងកើតរឿងអីទេសែតរឿងស្នេហាអូនអត់ស្រឡាញ់ក៏មិនដឹងដែរដោយសារតែលិចហ្នឹងលិចយូរមកទំហឹងម៉ោងខ្ទង់ជាជិត7ហើយបានថ្ងៃលិចដល់អញ្ចឹងហើយខ្ញុំពិបាកមែនទេពិបាកថតវីដេអូហើយដល់ពេលយើងដែលវាអត់តាន់លិចភ្លាមយើងចេញមកថតហ្នឹងក្តៅមែនទេនេះដូចចេះអីម៉ោង6ជាងហើយប៉ុន្តែថ្ងៃនោះខ្ទង់ម៉ោង3ម៉ោង4ប្រាំងម៉ោង3ម៉ោង4ខែប្រាំងខ្ញុំអត់យល់ទេមិនដឹងថាថ្ងៃវាកើតស្អីវាទេហើយអត់ដែរចាប់អារម្មណ៍តាំងពីតូចមកខ្ញុំអត់ដែរចាប់អារម្មណ៍បើសិនជាពុកម៉ែបងប្អូនណាដឹងអីសូមកុំភ្លេចជួយខមមិននៅខាងក្រោមវីដេអូខ្ញុំម្នាក់មួយផងណារីគុណដើម្បីស្ថាបនាគ្នាឯងឲ្យវាដឹងពីហេតុការណ៍ឬព្រឹត្តិការណ៍ជាក់ស្ដែងអញ្ចឹងណាហើយចំពោះវីដេអូខ្ញុំនេះដែរបើសិនជាធ្វើទៅមានចំណុចលើសលួសខ្វះខាតសំរុំត្រង់ណាអីពុកម៉ែបងប្អូនទាំងអស់គ្នាអាចចូលខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំមកថាអូននេះរីស្ទើទៅនេះបន្តិចស្ទើទៅនោះបន្តិចហ្នឹងហើយខ្ញុំនឹងព្យាយាមកែជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាឲ្យជម្រៅជាមួយខ្ញុំបាទទាំងអស់គ្នាតែលេងហ្នឹងឯងទាំងអស់គ្នាអបសុកពេកយើងនៅផ្ទះកុំឲ្យវា stress ពេកចេញមកតាមវាលតាមការដើម្បីរំសាយអារម្មណ៍ប៉ុន្តែខកបំណងមួយយ៉ាងមកបានទិញទឹកសុទ្ធផឹកដល់ពេលនិយាយចេះចាប់ដើមស្រេកទឹកហើយប៉ុន្តែមិននឹងទៅរកទឹកឯណាផឹកទេចាំមកទុះទៀតហ្នឹងឯងអង្គុយលេងប្រហែលជាខ្ទង់និយាយរួមថ្ងៃលិចចាំថ្ងៃលិចខ្ញុំទៅហើយនេះថ្ងៃទៅរឹមទៅហើយ
ចាំពេលថ្ងៃលិចផ្លឹបជីទៅដាក់ស្ទីងមួយកែវអីអញ្ចឹងឲ្យវារំសាយអារម្មណ៍អីអញ្ចឹងណាឲ្យវាតិចចិត្តតិចដល់បេះដូងទៀតចេះនិយាយទៅដល់ហ្នឹងហើយមកទុះទៀតហ្នឹងអាចនឹងមានសិស្សសាលាអីមកច្រើនព្រោះថាគ្នារួកន្លែងគួសមអីដែរប៉ុន្តែយើងចាស់ហើយហ្នឹងតែឃើញគេជិះមកអីអញ្ចឹងវាចេះតែអៀនមិនហ៊ានមើលទេចេះតែអៀនឯងចូលទៅផ្លូវកិច្ចទុកកន្លែងឲ្យក្មេងៗធ្វើអីលេងឡាប់ប្រឡលេងអីទាំងយប់ឡើងសបោមែនទែនតាមនេះហើយចំពោះក្មេងស្ទាវនេះដែរអ្នកទាំងអស់គ្នាគឺថាសង្គមយើងបច្ចុប្បន្នឥឡូវគឺថាសម្បូរមែនទែនពិបាកនិយាយប្រយវាកកកុញពេកមិនដឹងថាវាគិតស្អីឆ្ងល់ធ្វើអញ្ចឹងបានប្រយោជន៍ស្អីនេះនិយាយគ្នាលេងទៅកាន់ពុកម៉ែបងប្អូនទស្សនាកំសាន្តទាំងអស់គ្នាយើងជួយស្អីគេហៅថាកសាងសង្គមគ្រួសារសង្គមជាតិយើងនេះឲ្យល្អវិញវាល្អជាងយើងទៅធ្វើដើរកាប់ចាក់គ្នានឹងបានប្រយោជន៍ស្អីមានតែងាប់ហើយនឹងរស់ជាប់គុកប៉ុណ្្នឹងឯងមានថ្ងៃបានទៅសុកទេអូដល់នេះហើយសលេងម៉ូតូលឺដល់នេះទៀតអ្នកទាំងអស់គ្នាអើយហើយខ្នោះជាតិនោះឡើងចូល3គីឡូពីយើងនេះអញ្ចឹងបានថាខ្យល់វាចរន្តនៃខ្យល់គឺថាវាសាហាវមែនទេណានៅតាមភូមិខ្ញុំនេះចាប់ផ្ដើមឆ្លាស់បន្តិចម្ដងឆ្លាស់បន្តិចម្ដងហើយថ្ងៃលេចឯអ្នកទាំងអស់គ្នាថ្ងៃលេចរឹមតិចហើយតាមភូមិខ្ញុំនេះចាប់ផ្ដើមថ្ងៃឆ្លាស់ដោយសារតែមានប្រជាជនមករស់នៅក៏ដូចជាគាត់មកអាស្រ័យផលកសិកម្មវិញក៏ដោយសារតែបញ្ហាព្រំដែនអញ្ចឹងប្រជាពលរដ្ឋរបស់យើងហ្នឹងគាត់ភាសឹកមកពីថៃខ្លះហ្នឹងក៏ចុះចំណាក់ស្រុកមកពីថៃពីប្រទេសចោលហ្នឹងអញ្ចឹងណាហើយគាត់ក៏មកនៅតាមស្រែតាមចម្ការអីចឹងវិញទៅប្រកបមុខរបរធ្វើស្រែធ្វើចម្ការហើយអ្នកខ្លះទៀតអីហ្នឹងក៏កាត់ឡើងទៅរោងចក្ររោងអីបដើហើយខ្ញុំឯហ្នឹងមិនស្រួលទៅរោងចក្រដែរព្រោះមិនដឹងធ្វើអីពេលខ្លះបើយើងមិនទៅរੂអាចំណូលផ្សេងមកទប់ស្កាត់ទេហ្នឹងគឺចប់ហើយមិនដឹងតែសង្ឃឹមចំណូលស្អីមកទេមានអីធ្វើហ្នឹងអ្នកទាំងអស់គ្នាខ្ញុំនៅតាមនេះពេលយប់អីអញ្ចឹងខ្ញុំដើរឆ្លៀតដើររੂត្រីរੂអីលេងដែរគ្រាន់បានមហូបអីព្រឹកល្ងាចអីអញ្ចឹងណាហើយខែនេះដែរគឺថាចូលដល់វេនដែលខ្ញុំដាច់ការងារហើយការងារដេគ័ររបស់ខ្ញុំហ្នឹងគឺថាអស់មែនទែនត្មងអញ្ចឹងហើយយើងមានតែសម្រាប់ដេកផ្ទះប៉ុន្តែលុយក៏មិនតាន់បានចាយដែរព្រោះថាមេអត់តាន់បើកដល់ថ្ងៃណាតែសង្ឃឹមតែគាត់នឹងជួយបញ្ញាប់បញ្ញាល់ឲ្យយើងអញ្ចឹងណានិយាយចង់តែចេញអង់គ្លេសហ្នឹងឲ្យខ្មែរសោះហ្នឹងអត់យល់ខ្លួនឯងទេហ្នឹងសង្ស័យរកចូលតាមមើលរោងចូលពេញខ្លួនត្មងនោះនៅខាងនោះដែរមកជួឯនោះមើលពីនេះទៅឃើញបកគោភ្លើងច្បាស់កន្លែងហ្នឹងហើយបើពីមុនអត់ទេគឺថាស្ដុកប៉ែបដោយហ្នឹងហើយខ្ញុំពេលខ្លះក៏នឹកដែរចាំពេលថ្ងៃណាមួយខ្ញុំជិះម៉ូតូទៅលេងបងប្អូនខ្ញុំនៅខាងបាត់ដំបងឯកភ្នំស្រុកឯកភ្នំខ្ញុំនឹងថតវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តលេងសាជាថ្មីម្ដងទៀតហើយឥឡូវហ្នឹងគឺថាថ្ងៃក៏ចាប់ផ្ដើមលិចដែរទៅហើយរស្មីនៃព្រះអាទិត្យហ្នឹងចាប់ផ្ដើមអស់ស្ដង់គុតបន្តិចម្ដងទៅហើយក៏ប៉ុន្តែនៅឡើយតែយើងឯងអង្គុយកណ្ដាលវាស្រែសាច់សុយថ្ងៃអត់ទាន់លិចទេមើលនេះថ្ងៃវាបាំងអាពពួកនេះតិចយើងមើលទៅវាមកទុះទៀតហ្នឹងវាងើបឡើងវិញហើយពណ៌មាសស្អាតមែនទេអ្នកទាំងអស់គ្នាអើយទេសភាពនៅតាមវាស្រែវាធ្វើឲ្យយើងស្រឡះមុខស្រឡះមាត់ស្រឡះភ្នែកអីអញ្ចឹងយើងមើលហើយគូអារម្មណ៍ថាស្រឡះគូក្បាលបដ ហើយយើងអត់មានអារម្មណ៍អីគិតច្រើនណានេះបើសិនជាពេលនេះអីមានអូននៅក្បែរអីអញ្ចឹងណាដល់កកនឹងស្វីតប៉ុណ្ណាទេពីអ្នកកូនស្រីគេនឹងទង្វើអីហ្នឹងអត់យល់ទេហ្នឹងហើយសូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំនេះហើយសូមកុំភ្លេចជួយចុច like ហើយនិង subscribe នៅ channel ខ្ញុំម្នាក់មួយផងណាហើយខ្ញុំបាទក៏អរគុណច្រើនទុកជាមុនចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់ពេញចិត្តនឹងទស្សនាវីដេអូរបស់ខ្ញុំកន្លងមកដែរអូខេជួយចុចបន្ថែមបន្តិចទៅសត្វតែគ្នាយើងតើនេះធម្មជាតិស្រុកស្រែមានតែប៉ុណ្្នឹងឯងប៉ុន្តែស្រែខ្លះវិញគឺថាត្រូវចាប់ដើមស្កឲ្យអ្នកទាំងអស់គ្នាវាចូលដល់អាស្អីគេអ៊ីទីញោមនេះគេល្មិចទេខ្ញុំមិនទៅស្គាល់ដែរហ្នឹងគេថារាំងកូនរដូវប្រាំងតែមិននឹងរយៈពេលប៉ុន្មានដែរវាអាចនឹងមួយខែជាងឬក៏2ខែដែរបើចូលដល់2ខែគឺចប់ហើយនឹងឥណ្ឌាដូចតែឆ្នាំ2016យីដែរហ្នឹងមិនស្រួលស្រូវងាប់មិនស្ទើរទេនេះថ្ងៃចាប់ដើមបើកវិញហ៎ស្រូវងាប់ច្រើនណាឆ្នាំនឹងព្រោះថាវាអត់ភ្លៀងសោះឥឡូវហ្នឹងគឺថាមកទៀតហើយមេឃអត់មានពពួកមានពពួកធម្មតាតិចតែអត់មានភ្លៀងទេវាដូចវាមុនណោះទាំងអស់គ្នាឃើញប្រចាំនេះណា
ប្រចាំចេញហើយនៅឡើយតែយើងទេនៅឡើយតែគុំកមុំគេហ្នឹងកាលបានចេញ100ខ្ញុំឈរនៅចាំនៅវាស្រែដែរយ៉ាអើយនិយាយកាលហ្នឹងរៀនតែប៉ែទៅណាទាំងអស់គ្នាប៉ុន្តែចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានមើលវីដេអូស្រុកស្រែជាមួយខ្ញុំបាទទាំងអស់គ្នាបាននិយាយឲ្យខំនិយាយរៀនតែប៉ែទៅតែមិនដឹងពីនិយាយពីស្អីតស្អីទេចំបុកចំបល់គ្នាដើរលេងពេញវាលពេញកាលនេះអើយខ្ញុំឲ្យទៅពេលល្ងាចឡើងអត់ចេះនៅផ្ទះទេគាត់តែចេញមកវាស្រែមកមានអារម្មណ៍ថាសប្បាយចិត្តបណ្ដោយមានអារម្មណ៍ថាអត់ចង់ទៅផ្ទះវិញតែដល់ពេលថ្ងៃលេងអីចឹងយើងទៅវិញហើយព្រោះដោយសារតែអត់ហ៊ាននៅយូរទេខ្លាចដែរក្មេងៗឥឡូវវាកាចពេកសួរហ្នឹងវាសេរីយើងចាស់ហើយហ្នឹងល្មមហ្នឹងឯងចប់បណ្ដោយចាំពេលតន័យអីហ្នឹងខ្ញុំច្រៀងវីដេអូឲ្យអ្នកទាំងអស់គ្នាបានស្ដាប់លេងអញ្ចឹងណាចង់ស្ដាប់ទេតោះហ្នឹងឯងអ្នកទាំងអស់គ្នាកុំឲ្យខាត់ពេលវេលាយូរទៅដើរលេងជាមួយខ្ញុំបាទតាមវាស្រែបន្តិចទាំងអស់គ្នាអូខេ let's go អូមេឃថ្ងៃហ្នឹងគឺថាស្រឡះល្អមែនទេអ្នកទាំងអស់គ្នាអើយដោយសារតែមេឃវាអត់មានពពុះអីអញ្ចឹងណាឃើញហ្នឹងនេះរីដុំអូកប់សេរីយោតោះឥឡូវនេះយើងដើរលេងវាស្រែមកជុំជាមួយនឹងខ្ញុំបាទទាំងអស់គ្នាគួយគុណមើលទេសភាពតាមវាស្រែស្រូវអើយប្រាំងស្រូវអីអញ្ចឹងណាតាមនេះសម្បូរធ្វើតែស្រូវប្រាំងទេព្រោះថាស្រូវភាសាអីមិនមានដែរអាយ៉ាតំណងហ្នឹងស្ពានមរណៈអីនេះណាតែដើមស៊ូមដល់ធ្លាក់ទឹកតោះដើរលេងជាមួយនឹងខ្ញុំបាទទាំងអស់គ្នាថ្ងៃហ្នឹងនិយាយរួមតែតនេអត់ចេះនៅផ្ទះតែហ្មងឲ្យតែបានថតវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តលេងតាមវាស្រែអីអញ្ចឹងគឺថាសប្បាយចិត្តបណ្ដោយព្រោះថាយើងនៅស្រែអីមិនដឹងមានអីថតទេមានតែស្រែហ្នឹងឯងនេះស្រុកស្រែគឺមានតែប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាអើយមើលលេងទៅនេះប៉ុន្តែអីហ្នឹងសាប់តែស្នាមតែគេអើយយូរកយន្តបូមទឹកទៅផ្ទះវិញទៅធ្វើផៃខូចអីនេះសយោក៏ទុកចោលអញ្ចឹងឯងខាងនេះហើយកយន្តវិញនិយាយពីកយន្តវិញទុកចោលពេញទៅវាលខាងនោះក៏ទុកចោលខាងនោះក៏ទុកចោលហើយម៉ូតូខ្ញុំក៏ទុកចោលនៅដែរខ្ញុំដើរហាត់ប្រាណមកទូសិនចាំយើងត្រឡប់ក្រោយមកវិញតទៅសោមមកតែបានចាក់សោកទេហ្នឹងហើយតែជាវាមិនអីទេយើងដើរហាត់ប្រាណទៅបន្តិចតបននេះដែរគឺជាកន្លែងដែលខ្ញុំតែងតែមករោត្រីនៅពេលដែលខ្ញុំថតវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តលេងអីអញ្ចឹងគឺខ្ញុំមកថតនៅម្ដុំនេះឯងក៏ដោយសារតែវាឆ្ងាយពីទីប្រជុំជនហើយវាអត់សូវមានមនុស្សអ៊ូអអអញ្ចឹងណាអ្នកដែលមករោតាមនេះក៏គេខ្ជិលដែរពីមុនហ្នឹងវារីឆ្ងាយទៅគេមករੂអត់ដល់ទេដល់អញ្ចឹងហើយមានតែយើងនេះអាកាសតែយើងមករੂប៉ុន្តែឆ្នាំនេះមិនដឹងថាមានត្រីឬអត់ទេក៏ដោយសារតែទឹកអត់ទាន់ចូលមកដល់បានច្រើនទេបើសិនជាមានរដូវវស្សាអីមកមួយអីមកទឹកលិចទឹកជន់អីចឹងមកអូខេហ្នឹងហើយអាហ្នឹងដល់សម្បូរបដ ாய் ត្រីពីត្រីពួងទឹកពួងទៅរយៈពេលមួយខែកន្លះអីចឹងទៅវាអាចនឹងធំដល់វាធំយើងដើរប្រមូលផលតែម្ដងហើយបានច្រើនណោះលឺសលេងគឺយន្តនេះយន្តទឹកកំពុងបូមទឹកអូនេះវាឆ្លងគេនៅនេះមានមួយដែរដៅមែនទេហ្នឹងហើយអ្នកទាំងអស់គ្នាអើយចាំងត្មងចេញអីនោះមើលដើមឈើនៅនោះតែមកលុបមកដល់នេះអេមចូលមកលុបបន្តិចទៅណាមកអេមបដ ாய் យើបានមកលុបទៅនេះជួបបដ ாய் នេះគឺបងទឹកនៅក្រោយខ្ញុំនេះសិនទុករហូតចឹងឯងអ្នកស្រែដាក់ចោលបដ ாய் មកយប់វះព្រឹកមកព្រឹកវះយប់អីនិយាយរំហឹងបើខែណាដែលថាវាគេបូមទឹកច្រើនណាឡងតក៏ទុយគ្នាដែរនេះបើផ្លូវចេញទៅនោះវិញមនុស្សច្រើនណាស់ទាំងអស់នេះនៅខាងនោះគេជួយចិនមកអង្គុយលេងនៅខាងនោះវាគេនិយាយរួមមកទាំងអ្នកស្រែទាំងអ្នកដែលគេដើរហាត់ប្រាណហាត់អីគឺថាទៅខាងហ្នឹងទាំងសិស្សនិស្សិតអីហ្នឹងគាត់មកអង្គុយលេងក៏ដោយសារតែតាមវាស្រែដូចអ្នកទាំងអស់គ្នាឃើញចឹងស្លាស់មុខស្លាស់មើលល្អមែនទេឃើញលុបប៉ុណ្ណានៅអញ្ចឹងធំអញ្ចឹងអេមបដ ாய் ហើយនោះផ្ទះយើងនៅនោះអើយកាប់ត្រីពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកដែលមើលវីដេអូរបស់ខ្ញុំវិញខ្ញុំសូមចិត្តពុកម៉ែបងប្អូនតិចជួយចុច like ហើយនិង subscribe នៅ channel ខ្ញុំម្នាក់មួយផងណាកុំឲ្យដាច់ចិត្តពេកជួយចុចតិចហ្នឹងហើយកុំស្រាក់យូរពេកឲ្យពុកម៉ែបងប្អូនបានទស្សនាមើលកន្លែងផ្លែផ្សេងទៀតស្រូវស្រែខ្លះវិញដែលគេអត់បូមទឹកដាក់គឺថាទៅវិញប៉ុន្តែស្រូវនោះរៀងក្រហមព្រិញអាចិនដើមឈើហ្នឹងហើយឥឡូវគេបញ្ចេទឹកទៅវិញទៅវិញអេនេះខ្ញុំឲ្យមើលគេបូមទឹកមកផ្លេតអេបាទទឹកគេបូមទឹកដាក់ស្រែហើយជើណែស្រែអេស្អាតមែនទេអ្នកនរគ្នាមើល
chế tàu trai nó tranh tàu trai nó biết một kho ba này ô tay tiếp như luôn nó sát bên tên nó có khả năng hả cọp sri bao nhiêu này salah một lo đấy nhưng mà cái bom tôi có tôi lấy cái này ring nó hết đâu ring mới chừng hiên mà khá nó cái chơi mau bị khá nó cái bật trầm này mà miền tây miền ấy nó cọp sri vào đó nhóm đào mà rùa tây rùa ấy này anh ô mưa salah mưa lo miền tên vào rồi ngày này cô em mới lại ngày này nâng tụi mai bông ôn thì ngon khné na để cho chất ca đã hắt pran tam viên tam ca lấy nước máu mà khó thế đã lên vía sai làm hai cai làm hai ấy cái môi nơi tia vía độc pe mong ta sao mong song ma gửi thế trên mà đã hắt pran khá ở về thu rồi vì chia sai gì chẳng á nâng anh nhầm mau ngay nâng đã bay cây bị phật thế nên ta ngon khné ta nấu tia tràn pe những cái hao tập phật nâng vừa một chợ chia mình khan đó bây giờ trên màu vía chơi tới nhưng đau lom nó cái chạt nó cầm rõ to nó thải nhưng là bố nó hồi chẳng á nè ấy mình tên là ngọc này ấy ní chia ơi bát ca bị say nó nghe chạy chun bông mai bông phố này cho chân pin dùng này ca đã hạt pran tam ní ót tên là ngọc này sâm bông mình tên mình đây cái hết đã hạt pran mà tam sài tam ấy chẳng á ấy mà tôi nhóm no tung này nó mưa lên khơi nhá chạy chết đấy nhóm đào mồi này này thực tam hình nhau ấy tôi chân mình tên là ngọc này ca đã cầm san tam ơi sai ấy chẳng này ô một sâu em sai em cặp sợi vô sọc sai chẳng nè nó mở bờ mình khai chứ này tao nên chơi thăm mình nữa trong tử mình nữa ô nói nó không biết này mình nữa cướp ti cái like nói mình nữa chỉ riêng ai mà tàu đó đừng dừng chậm mơ nhưng đau tàu bệnh ô nó cái bánh trôn đúng rồi cái bò trôn nó cái bò trôn như các bạn mình được viết ra cái bánh thân nằm bánh ấy chẳng ấy ta mới đấy tự riêng như hỏi bên này mình con tây java tiền tây java tích sai này yêu dục là anh xuống xuống lấy miền tống ấy này đà rôn tông đà ấy ba nó bên tay khai từ trên sau kê ta nó ngay dương sẽ đào từ vinh từ mà tôi dương bắt topពីខ្ញុំបានថតវីដេអូសកម្មភាពដើរមើលទេសភាពខាងហ្នឹងឥឡូវហ្នឹងគឺយើងត្រឡប់មកមើលប្រុសសង្ហាយើងវិញម្ដងមកសក់ក្បាលដល់ហើយដូចចោលអញ្ចឹងហ្នឹងនេះដូចស្មុកស្មាញដល់សក់ក្បាលដូចញ៉ៃញ៉ៃគិតច្រើនពេកទៅវាចង់ stress តែចង់ stress ហ្នឹងហើយដើរលេងខ្លះអីខ្លះទៅកុំឲ្យវាពិបាកពេកអញ្ចឹងណាហើយថ្ងៃណយទៀនបើកថ្ងៃល្អទៀតហ្នឹងហើយចូលចិត្តមែនទេខ្ញុំទាំងអស់គ្នាមើលហើយដល់ពេលយប់ម៉ោងប្រហែល7អីជាងហ្នឹងនៅតែមានអ្នកដើរហាត់ប្រាណដែរនៅតែមានអ្នកដើរហាត់ប្រាណជាបន្តថាមកចេះមកទៅខ្លះណាអស់ពីអ្នកហាត់ប្រាណក្មេងៗមកគូគ្នាមករស់ហាត់ប្រាណដែរហាត់លើប្រាណអើយធ្វើម៉េចទៅធម្មជាតិអ្នកបង្កើនមកមានតែប៉ុណ្្នឹងឯងទាំងអស់គ្នាអើយថាគ្នាក៏មិនកើតបើជំនាន់យើងវិញអញ្ចឹងដែរអញ្ចឹងណាខ្ញុំមិនណាទៅខូចអញ្ចឹងមនុស្សល្អយើងងាប់ហើយដើរទៅផ្ទះវិញអីដើរទៅម៉ូតូយើងវិញរីឆ្ងាយសំណំដែរខ្ញុំដើរមកចូលចិត្ត 400-500 ម៉ែត្រជាងអីហ្នឹងនេះមើលទេសភាពថ្ងៃរៀបលិចតែខាងនេះមិនដឹងមើលខ្ញុំឃើញអត់ទេព្រោះថាខ្ញុំមើលឃើញហ្នឹងខាងហ្នឹងបើដាក់ហ្នឹងហ្នឹងហើយឃើញខ្ញុំក៏ហមផ្លូវមកក្រាប់ហើយប៉ុណ្ណេះចឹងអ្នកស្រឡាញ់ធម្មជាតិចូលចិត្តដើរលេងតាមវាសាអញ្ចឹងវាណាមួយវាធ្វើឲ្យយើងធូរសរសៃធូរសរសងអីទៅវាសុខភាពយើងវាល្អអញ្ចឹងណាយើងដេកទៅផ្ទះមិនកើតទេវា stress ចេញមក stress និយាយគិតអីអត់ចេញនេះមកដល់កន្លែងនេះទីបូមទឹកមិញចូលចិត្ត 500 ម៉ែត្រដែរនោះអូពពួកដល់ពីក្រោយហ្នឹងឆ្ងល់ទៅស្អីគេកដុកកាមេរ៉ាចាប់ពពួកដល់ពីក្រោយខ្ញុំទៅដល់កន្លែងនេះនៅទីបូមទឹកហ្នឹងហើយភាពនៃការបូមទឹករបស់កសិករយើងអីអញ្ចឹងណាអូយ
lôi mình tên nè khá bà lai đi ấy cái tâm tập ba thì cái tâm là vơ á ấy phâu nữa cái tâm vơ đây bờ cà phê toàn vơ miền này cái mà rùa tây rùa ấy đó năng thì đây nhóm có đại đàm đó này đấy bút hợp với đồng về nhá còn là năm đấy ai từng nhóm toàn lúc nó mà đông nó tiền bút hợp mà đông nó ăn miền tây miền này chứ mà đông luôn miền tây miền đây chỉ là tàu tầm mà dễ ấy mà tụt chỗ nó phình sang răng phình cho bà lại nữa ngáp bà thì chết ruột lạnh ruột trai lên mới dừng hết này thằng con này á đọc bên tây nó sọc ball bên bên trái bên những thằng ba ruồi chứ mà đã ruồi bên vọt chạy chim khan ơi ơi đợt mong tốt tiếng bình ơi ồ bà hai gì mà rồi mai đi chiên tiếp đòn mà tôi nhau mấyนี่ปลายนี่คือไปเจอตึกหมอกเป็นหนอกตึงตึกเกยทลายนี่แต่ก็นี่มามองปีหมื่นสนอมนี่มามองบูมมันดอนี่thếมามองบูมไปมันดอมาโรยไม้ที่สุดก็ถ้าตึกปลายริงให้ช่างงานเป็นเต็นตั้งปีตึงบวบเลยเมาโหดมาโดนเลยเป็นตึกจีน่าลูกเอ้ยโตเรื่องฮอตได้ดมโตเยอะไงฮอตสนอมnày đờ màu pan nào em đấy em ta sai em ta sông gì coi cho mơ nhom sờ đây coi lên đi mà tu chẳng phải là nghề ấy chừng địch trình tầm ná tự tiệt với nhanh chấn đó nè go home lồng dùng bình từ Israel đờ lên cùng hai cài da chứ chứ nâng ngay nè tao có video nhom ăn miên ấy với thế nhom xong rồi chọc video nhom trầm nâng hơi trong ba có cuốn tràn chụp bông mai bông bông tao có đã bàn tam đan tôi video rồi nhom tăng video là họ đòi chọc cuốn tràn chụp bye bye